អាជ្ញាធរនិងអង្គការរួមគ្នាជំរុញកសិករចិញ្ចឹមបង្កងធម្មជាតិខណៈក្រុមកសិករភូមិជ័យជំនះស្វែងរកទីផ្សារក្នុងបរិបទការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋានអាជ្ញាធរឃុំកកោះស្រុកសន្ទុកមន្ទីរពាក់ព័ន្ធនិងអង្គការដៃគូអភិវឌ្ឍបានបន្តយកចិត្តទុកដាក់ជំរុញឲ្យកសិករភូមិជ័យជំនះឃុំកកោះស្រុកសន្ទុកអភិវឌ្ឍរបរចិញ្ចឹមបង្កងធម្មជាតិដើម្បីបង្កើនប្រាក់ចំណូលនិងបង្កើតឱកាសទីផ្សារក្នុងសហគមន៍ទោះបីទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់កសិករនៅតែបង្ហាញការព្រួយបារម្ភអំពីការរកទីផ្សារស្ថិរភាពដែលជាចំណុចសំខាន់ត្រូវការគាំទ្របន្ថែមពីស្ថាប័នពាក់ព័ន្ធបច្ចុប្បន្ននេះនៅភូមិជ័យជំនះឃុំកកោះស្រុកសន្ទុកខេត្តកំពង់ធំមានកសិករចំនួន4គ្រួសារបានរួមគ្នាបង្កើតជាក្រុមចិញ្ចឹមបង្កងធម្មជាតិដើម្បីផ្គត់ផ្គង់ទីផ្សារជាបន្តបន្ទាប់ក្រុមកសិករទាំងនេះបានរៀបចំផែនការចិញ្ចឹមបណ្ដាក់គ្នាឲ្យមានផលបង្កងលក់ជារៀងរាល់ថ្ងៃជារៀងរាល់ខែជួយធានាការផ្គត់ផ្គង់អតិថិជនក្នុងតំបន់និងក្រៅខេត្តកសិករស្ត្រីម្នាក់ឈ្មោះសេងហុងបានឲ្យដឹងថាបច្ចុប្បន្នគាត់មានស្រះចិញ្ចឹមចំនួន2ស្រះលើផ្ទៃដីប្រមាណ75អាស្រះទី1ដែលជាបទពិសោធន៍ដំបូងអាចប្រមូលផលបានជាង100គីឡូក្រាមនិងលក់អស់ទាំងស្រុងចាប់ពីដើមខែកុម្ភៈឆ្នាំ2026គាត់បានចាប់ផ្ដើមប្រមូលផលពីស្រះទី2ដែលអាចលក់បានប្រមាណ10គីឡូក្រាមក្នុងមួយថ្ងៃទីផ្សារលក់ភាគច្រើនតាមបណ្ដាញសង្គមហើយមានអតិថិជនមកពីខេត្តសៀមរាបនិងតំបន់ជិតខាងក៏ដូចជាអ្នកនៅក្នុងស្រុកផ្ទាល់ទោះជាយ៉ាងណាក្រុមកសិករនៅតែមានក្តីបារម្ភចំពោះការធានាទីផ្សារយូរអង្វែងទោះបីបង្កងធម្មជាតិមានរសជាតិឆ្ងាញ់និងលក់ក្នុងតម្លៃ$15ក្នុង1គីឡូក្រាមក៏ដោយកសិករបានបន្តថាការចាប់ផ្ដើមរបរនេះបានទទួលការគាំទ្រពីអង្គការ Woodfish ដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋានមន្ទីរកសិកម្មក្នុងការផ្ដល់បច្ចេកទេសចំណេះដឹងនិងគាំទ្រប្រព័ន្ធទឹកសម្រាប់ស្រះចិញ្ចឹមកសិករបានបង្ហាញជំនឿថាជំនាញដែលទទួលបានអាចជួយបង្កើនសេដ្ឋកិច្ចគ្រួសារហើយអាចប្រើប្រាស់ដីធ្វើស្រែចិញ្ចឹមបង្កងនិងដាំបន្លែរួមគ្នាបង្កើតចំណូលច្រើនក្នុងពេលតែមួយលោកចាប់ធីនមេឃុំបានបញ្ជាក់ថាការចិញ្ចឹមបង្កងត្រូវការប្រព័ន្ធទឹកមានប្រសិទ្ធភាពដូចជាប្រឡាយទ្វារទឹកនិងការផ្លាស់ប្ដូរទឹកជាប្រចាំគម្រោងស្ដារប្រព័ន្ធធារាសាស្ត្រនិងការចូលរួមពីមន្ទីរធនធានទឹកបានជួយធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មនិងការចិញ្ចឹមសត្វទឹកកត្តានេះបានធ្វើឲ្យអង្គការ Woodfish ចាប់អារម្មណ៍បន្តសហការជាមួយអាជ្ញាធរដើម្បីបណ្ដុះបណ្ដាលកសិករលើបច្ចេកទេសចិញ្ចឹមនិងជំនាញទីផ្សារតាមបណ្ដាញសង្គមលើសពីនេះអាជ្ញាធរឃុំក៏មានផែនការរៀបចំស្លាកសញ្ញាបង្ហាញទីតាំងស្រះចិញ្ចឹមបង្កងតាមរយៈបណ្ដោយផ្លូវជាតិលេខ6ដើម្បីទាក់ទាញភ្ញៀវទេសចរនិងអតិថិជនឲ្យចូលទៅទិញបង្កងស្រស់ពីកសិករដោយផ្ទាល់ព្រមទាំងគម្រោងកែលម្អផ្លូវចូលសហគមន៍ឲ្យកាន់តែងាយស្រួលក្នុងពេលខាងមុខលោកមេឃុំបានបន្តថាការសហការរវាងអាជ្ញាធរមន្ទីរពាក់ព័ន្ធនិងអង្គការដៃគូបានបង្កើតមូលដ្ឋានរឹងមាំសម្រាប់កសិករចិញ្ចឹមបង្កងធម្មជាតិទោះបីនៅមានបញ្ហាទីផ្សារជាបញ្ហាប្រឈមក្តីការគាំទ្រនិងការចូលរួមពីអតិថិជនគឺជាចំណុចសំខាន់ក្នុងការជួយឲ្យរបរនេះរីកចម្រើននិងបង្កើនជីវភាពគ្រួសារក្នុងសហគមន៍